ហេតុផល5យ៉ាងដែលនាំឲ្យខូច CBC ជាដំបូងយើងត្រូវស្គាល់សិនថាស្អីគេទៅ CBC CBC គឺជាក្រុមហ៊ុនឯកជនមួយដែលទទួលបានសិទ្ធិពិសេសពីធនាគារជាតិនៃកម្ពុជាដែលគាត់មានសិទ្ធិប្រមូលនៅរាល់ព័ត៌មានតាក់ទងទៅនឹងការប្រើប្រាស់កម្ចីរបស់អតិថិជនពីស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិកមកចងក្រងជារបាយការណ៍ហើយចែកចាយទៅកាន់អ្នកប្រើប្រាស់ហេតុផល5យ៉ាងដែលនាំឲ្យខូច CBC ទី1គឺដោយសារអតិថិជនបង់សងកម្ចីដែលគាត់ខ្ចីពីធនាគារឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្នឹងយឺតយ៉ាវមិនគោរពទៅតាមកិច្ចសន្យាដែលកំណត់ពេលវេលាត្រឹមត្រូវឧទាហរណ៍ថាមួយខែសងម្ដងរៀងរាល់ថ្ងៃណាគាត់អត់សងតាមកាលកំណត់ទេតែងតែយឺត3ថ្ងៃ5ថ្ងៃ10ថ្ងៃ20ថ្ងៃឬក៏រហូតដល់30ថ្ងៃហើយការសងយឺតយ៉ាវនេះទាំងមិនបានសងនៅក្នុងខែហ្នឹងឬក៏សងមួយចំនួនមានថាសងអត់គ្រប់ចំនួនក៏យើងរាប់ថាយឺតដែរនេះគឺជាហេតុផលទី1នៅពេលដែលយើងសងយឺតរបាយការណ៍ CBC ហ្នឹងនឹងកត់ត្រាថាយើងប្រើប្រាស់កម្ចីសងយឺតយ៉ាវមិនគោរពទៅតាមពេលវេលាដែលបានកំណត់អូខេហេតុផលទី2ហេតុផលទី2គឺมันបានបង់សងកម្ចីតែម្ដងអញ្ចឹងគាត់យឺតហើយយឺតទៀតរហូតដល់កម្ចីនឹងដល់ការកំណត់ខ្ញុំលើកឧទាហរណ៍ថាកម្ចីនឹងប្រើប្រាស់រយៈពេល1ឆ្នាំអញ្ចឹងគាត់យឺតរហូតដល់លើស1ឆ្នាំគាត់អត់សងកម្ចីហ្នឹងទេអញ្ចឹងកន្លែងនេះគឺអីគេគឺខកខានមិនសងត្រឡប់កម្ចីនឹងតែម្ដងអញ្ចឹងរបាយការណ៍ CBC ហ្នឹងនឹងកត់ត្រាថាយើងហ្នឹងខកខានមិនបានសងកម្ចីមួយហ្នឹងអូខេយឺតមិនយឺតធម្មតាយឺតរហូតដល់លើស1ឆ្នាំនេះគឺជាអ្វីដែលជាចំណុចមួយដែលជាចំណុចបញ្ហាដែលគួរឲ្យបារម្ភសម្រាប់អ្នកប្រើប្រាស់ហេតុផលទី3គឺតាក់ទងទៅនឹងការធានាកម្ចីឬក៏ឈរឈ្មោះចូលរួមខ្ចីជាទូទៅកម្ចីខ្លះត្រូវខ្ចីជាគ្រួសារប្រពន្ធឈរឈ្មោះខ្ចីប្តីអ្នករួមកម្ចីប្តីជាអ្នកឈរឈ្មោះខ្ចីប្រពន្ធរួមកម្ចីប្រសិនបើកម្ចីមួយហ្នឹងសងយឺតយ៉ាវឬក៏មិនបានបង់សងអ្នករួមខ្ចីហ្នឹងក៏មានប្រវត្តិមិនល្អដែរក្នុងនឹងដែរអ្នកធានាកម្ចីគឺធានាអតិថិជនហ្នឹងថាបើមិនសងគាត់សងជំនួសអញ្ចឹងនៅពេលដែលអតិថិជនដែលខ្ចីលុយហ្នឹងមិនសងកម្ចីហ្នឹងឬក៏យឺតយ៉ាវអញ្ចឹងធ្វើឲ្យប្រវត្តិរបស់យើងធានាអ្នកដែលមិនល្អអ្នកដែលសងកម្ចីយឺតយ៉ាវឬក៏មិនសងកម្ចីអញ្ចឹងទាំងអ្នករួមខ្ចីទាំងអ្នកធានាសុទ្ធតែប៉ះពាល់ដល់របាយការណ៍ CBC ទាំងអស់សុទ្ធតែប៉ះពាល់ដល់របាយការណ៍ CBC ទាំងអស់អូខេមានអ្នកមិនពេញចិត្តច្រើនថាខ្ញុំគ្រាន់តែជាអ្នកធានាសោះហេតុអីបានជាខូចដែរបងប្អូនអ្នកនេះត្រូវចាំធានាមិនមែនគ្រាន់តែជាការដឹងឮទេធានាគឺធានាសងជំនួសនៅពេលដែលអតិថិជនគ្មានលទ្ធភាពសងនៅពេលដែលគេមិនសងធ្វើឲ្យប៉ះពាល់ដល់យើងបើយើងសងជំនួសអត់អីក៏ប៉ុន្តែយើងអត់មានលទ្ធភាពក្នុងការសងដែរអញ្ចឹងកម្ចីមួយនឹងមានបញ្ហាធ្វើឲ្យប៉ះពាល់ដល់យើងហើយយើងចេះតែអត់សប្បាយចិត្តថាខ្ញុំគ្មានបានលុយនឹងអីអញ្ចឹងហើយបងប្អូននេះត្រូវពិចារណាដែរមុននឹងធានាកម្ចីត្រូវតែគិតពីព្រោះអីគេ
បើគេមានបញ្ហាធ្វើឲ្យប៉ះពាល់ដល់របាយការណ៍ CBC របស់យើងអូខេចំណុចទី4តាក់ទងទៅនឹងកម្ចីច្រើនកន្លែងពេកហេតុអីបានជាកម្ចីច្រើនហើយធ្វើឲ្យប៉ះពាល់ដល់របាយការណ៍ CBC ដែរអ្នកខ្លះអត់ទេគាត់ដាក់ពាក្យស្នើសុំខ្ចី2 3 4 5ស្ថាប័នក្នុងពេលតែមួយរហូតដល់10ស្ថាប័នក្នុងពេលតែមួយចុះហេតុអីបានគាត់ស្នើសុំកម្ចីច្រើនស្ថាប័នម៉េះបន្ទាប់ពីគាត់ដាក់ស្នើសុំខ្ចីស្ថាប័នមួយហ្នឹងបដិសេធស្នើសុំស្ថាប័នទី2ស្ថាប័នបដិសេធស្នើសុំស្ថាប័នទី3ស្ថាប័នបដិសេធស្នើសុំស្ថាប័នទី4ស្ថាប័នទី4បដិសេធអញ្ចឹងវាកត់ត្រាប្រវត្តិយើងថាខ្ចីលុយគេអត់បានខ្ចីលុយគេអត់បាន3 4 5 6 7កន្លែងយល់ថតអញ្ចឹងហើយធ្វើឲ្យទៅខ្ចីមកកន្លែងទៀតគេឆែកមើលទៅចំហេតុអីបានជាអតិថិជននេះមានប្រវត្តិខ្ចីច្រើនកន្លែងហើយគេបដិសេធអញ្ចឹងធ្វើឲ្យអ្នកក្រោយហ្នឹងបារម្ភដែរថាអូប្រហែលជាគាត់មានបញ្ហាអីអញ្ចឹងហើយអ្នកខ្លះអត់ទេគាត់ខ្ចីមកកន្លែងបានមិនតិចមានស្ថាប័នមួយទៀតឲ្យគាត់ខ្ចីពី3កន្លែងឬក៏ខ្ចីច្រើនស្ថាប័នពេកធ្វើឲ្យគេសិក្សាទៅឃើញថាទំហំកម្ចីដែលគាត់កំពុងតែខ្ចីហើយនឹងសមត្ថភាពរបស់គាត់ហ្នឹងគឺពេញហើយអញ្ចឹងគេមិនអាចឲ្យបន្តទៀតបានទេឥឡូវថាបើសិនគាត់ជាពាក់3ស្ថាប័នលទ្ធភាពរបស់គាត់អាចខ្ចីបាន$30,000ឥឡូវនេះគាត់ជាពាក់$30,000ឬក៏35,000បាត់ទៅហើយអញ្ចឹងដាក់ពាក្យស្នើសុំខ្ចីមកកន្លែងទៀតគេនឹងពិចារណាពីព្រោះអីគេកម្ចីយើងច្រើនកន្លែងពេកដែលអស់នឹងលទ្ធភាពកន្លែងនេះវាអត់ទាន់អាក្រក់អីប៉ុន្តែគ្រាន់តែគេមើលដឹងថាយើងអស់លទ្ធភាពក្នុងការខ្ចីទៀតហើយប៉ុន្តែមិនប្រសិនបើខ្ចីច្រើនកន្លែងហើយគេបដិសេធច្រើនក៏ធ្វើឲ្យអ្នកផ្សេងហ្នឹងគេប្រយ័ត្នដែរថាហេតុអីបានជាខ្ចីច្រើនកន្លែងហើយស្ថាប័នភាគច្រើនគឺបដិសេធជាមួយគាត់អញ្ចឹងគេនឹងចាប់ផ្ដើមសង្ស័យហើយគេនឹងប្រយ័ត្នប្រយែងជាមួយនឹងអ្នកខ្ចីហ្នឹងអូខេនេះគឺជាចំណុចទី4ចំណុចទី5ចុងក្រោយយើងអត់មានបញ្ហាអីទាំងអស់ក៏ប៉ុន្តែប្រវត្តិនៃការខ្ចីលុយរបស់យើងនឹងមានបញ្ហាខុសពីការពិតខ្ញុំលើកឧទាហរណ៍ថាយើងខ្ចីធនាគារយើងបានបង់សងទៀងទាត់ធម្មតាអត់មានយឺតអត់មានយ៉ាវទេប៉ុន្តែនៅក្នុងរបាយការណ៍ CBC ហ្នឹងយើងឆែកមើលទៅស្រាប់តែឃើញមានករណីយឺតតែហេតុអីបានយឺតអាចកំហុសរបស់ធនាគារហ្នឹងឬក៏កំហុសបច្ចេកទេសរបស់ក្រុមហ៊ុន CBC កម្ចីមួយហ្នឹងយើងខ្ចីហើយយើងសងដាច់បាត់ទៅហើយប៉ុន្តែដល់ពេលទៅមើលថាយើងអត់ទាន់បានសងផ្ដាច់ទេនៅជាពាក់នៅឡើយអញ្ចឹងនេះអាករណីទិន្នន័យរបស់របាយការណ៍ CBC ហ្នឹងវាខុសពីការពិតយើងមានសិទ្ធិក្នុងការស្នើសុំទៅកាន់ក្រុមហ៊ុន CBC ដើម្បីកែប្រែបានអញ្ចឹងចង់បញ្ជាក់អ្វីដែលខ្ញុំបាននិយាយទាំង5ចំណុចអាចសុំធ្វើការកែប្រែបានតែអាចំណុចទី5ពីព្រោះគេអ្វីដែលរបាយការណ៍កត់ត្រាខុសពីការពិតហើយយើងមានឯកសារយើងមានភស្តុតាងច្បាស់លាស់គេនឹងកែប្រែទៅតាមការស្នើសុំរបស់យើងក៏ប៉ុន្តែអា4ទៀតយើងយឺតមែនយើងអត់បានបង់សងមែនយើងធានាគេមនុស្សមិនល្អដែលមិនសងមែនយើងខ្ចីច្រើនកន្លែងគេបដិសេធមែនយើងខ្ចីច្រើនកន្លែងអស់លទ្ធភាពហើយអាហ្នឹងយើងអត់អាចស្នើសុំកែប្រែបានទេតែអាទី5យើងខ្ចីយើងសងដាច់ហើយយើងមិនដែលសងយឺតទេប៉ុន្តែប្រវត្តិមានការកត់ត្រាថាយើងមានសងយឺតឬក៏យើងមិនទាន់សងដាច់យើងអាចស្នើសុំធ្វើការកែប្រែបានអូខេអញ្ចឹងសរុបមកវិញនេះគឺជាហេតុផលសំខាន់ទាំង5ដែលនាំឲ្យខូច CBC ប៉ុន្តែបកត្រឡប់មកវិញតើខូច CBC ឬក៏ខូចប្រវត្តិអ្នកប្រើប្រាស់កម្ចីជាការពិត
វាគឺជាការខូចប្រវត្តិអ្នកប្រើប្រាស់កម្ចីហើយមិនមែនដោយសារក្រុមហ៊ុន CBC ទេមិនមែនដោយសារធនាគារទេគឺដោយសារខ្លួនយើងផ្ទាល់ខ្ចីលុយមិនសងគេខ្ចីលុយសងយឺតយ៉ាវធានាអ្នកដែលខ្ចីមិនសងខ្ចីច្រើនកន្លែងពេកទាំងអស់នេះសុទ្ធតែធ្វើឲ្យប្រវត្តិរបស់យើងមានបញ្ហាអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាហើយនេះគ្រាន់តែជាការចែកម្លែកសម្រាប់បងប្អូនផ្សេងដែលមានបទពិសោធន៍អាចចែកម្លែកបន្ថែមប្រសិនបើឃើញថាខ្ញុំលើកឡើងនេះនៅមានចំណុចខ្វះខាតអាច comment នៅខាងក្រោមបានអូខេអរគុណច្រើនសុខសប្បាយជម្រាបលា